សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះគឺខ្ញុំនឹងពន្យល់លម្អិតបងប្អូនពី ICT 2022 model ប្រសិនបើបងប្អូនចង់ចេះប្រើ2022 model បងប្អូនត្រូវចេះ3ចំណុចនេះសិនដែលមានដូចជា liquidity market structure shift ហើយជាមួយនឹង fair value gap ប្រសិនបើបងប្អូនអត់ទាន់ចេះ3ចំណុចហ្នឹងទេបងប្អូនអាចទៅមើលវីដេអូដែលខ្ញុំពន្យល់ពី ICT concept បានអញ្ចឹងបងប្អូនដែលគាត់បានមើលវីដេអូដែលខ្ញុំពន្យល់ពី ICT conceptពួកគាត់ប្រកាសជាអាចមើល2022 model យល់ហើយអញ្ចឹងកុំឲ្យរងចាំយូរយើងចូលទៅការពន្យល់របស់យើងទាំងអស់គ្នាដើម្បីប្រើយុទ្ធសាស្ត្រ ICT 2022 model បានបងប្អូនត្រូវតែសម្គាល់ trend របស់ទីផ្សារជាមុនសិនថាទីផ្សារមួយហ្នឹងកំពុងតែ up trend ឬក៏ down trend អញ្ចឹងខ្ញុំនឹងយក up trend ធ្វើជាឧទាហរណ៍សម្រាប់បងប្អូនទាំងអស់គ្នាជាមុនសិននៅពេលដែលទីផ្សារវាកំពុងតែ up trend គឺវាតែងតែបុកឡើងទៅលើបង្កើត higher high ថ្មីអញ្ចឹងនៅពេលដែលវាបង្កើត higher high ថ្មីនេះគឺវាបានយក buy side liquidity ហើយយើងត្រូវមើលទៅលើ higher high ចុងក្រោយគេនេះប្រសិនបើទីផ្សារវា pull back មកក្រោមវិញហើយវាអត់បុកឡើងទៅយក buy side liquidity ម្ដងទៀតទេវាអត់បានបុកឡើងទៅបង្កើត higher high ថ្មីទេប៉ុន្តែផ្ទុយមកវិញគឺវាបានធ្លាក់មកក្រោមមួយទំហឹងតែម្ដងដែលវាបានធ្លាក់មកយក sell side liquidity អញ្ចឹងនៅពេលដែលវាធ្លាក់មកយក sell side liquidity នេះវាបង្កើតទៅជា market structure shift អញ្ចឹងនៅពេលដែលវាបុកបដាច់ higher low ឬក៏ sell side liquidity ហើយគឺវាបានបង្កើតទៅជា market structure shift នៅពេលដែលទីផ្សារវាបុកធ្លាក់មកក្រោមខ្លាំងបែបហ្នឹងវាអាចនឹងបង្កើត fair value gap នៅកន្លែងនេះឬក៏អាចនឹងនៅកន្លែងនេះអីជាដើមអញ្ចឹងបើសិនបើទីផ្សារវាបុកធ្លាក់មកក្រោមខ្លាំងបង្កើតជា market structure shift ហើយវាបន្សល់ទុកនៅ fair value gap នៅតំបន់នេះហ្នឹងគឺវាចេញជា ICT 2022 model ហើយដែលទី1គឺវាបានបុកយក buy side liquidity ទី2គឺវាមាន fair value gap ហើយទី3គឺវាបានបង្កើត market structure shift អញ្ចឹងនៅពេលដែលទីផ្សារវាចេញទម្រង់2022 model ហើយតើតំបន់ណាដែលបងប្អូនគួរចូល sell អញ្ចឹងតំបន់ដែលបងប្អូនចូល sell គឺនៅ fair value gap អញ្ចឹងបងប្អូនអាចដាក់ sell limit នៅពាក់កណ្ដាល fair value gap មក SL របស់យើងគឺនៅ swing high ហើយ TP របស់យើងគឺនៅ sell side liquidity ខាងក្រោមអញ្ចឹងបើសិនបើវាចេញ2022 model វាបាន take out buy side liquidity វាបានបង្កើត market structure shift ហើយវាមាន fair value gap អញ្ចឹងគឺយើងរងចាំ entry sell នៅ fair value gap SL របស់យើងគឺដាក់នៅ swing high ហើយ TP របស់យើងគឺដាក់នៅ sell side liquidity ខាងក្រោមអញ្ចឹងនៅពេលដែលទីផ្សារវា pull back ចូលមកកាន់ fair value gap វិញប្រសិនបើវា respect គឺវានឹងបន្តធ្លាក់មកខាងក្រោមមកយក sell side liquidity អញ្ចឹង position មួយនេះប្រសិនបើយើងចូលត្រូវគឺយើងចំណេញបាន reward 1 ទៅ 3ឥឡូវបងប្អូនមកមើលឧទាហរណ៍នៅពេលដែលទីផ្សារវាកំពុងតែ down trend វិញម្ដងនៅពេលដែលទីផ្សារវា down trend វាតែងតែបុកមកក្រោមមកយក sell side liquidity ឬក៏វា break up structure មកក្រោមរួចហើយទីផ្សារមិនបានធ្លាក់មកបង្កើត lower low ថ្មីទេឬក៏ធ្លាក់មកយក sell side liquidity នៅខាងក្រោមនេះទៀតទេប៉ុន្តែវាបានបុកឡើងទៅខាងលើវិញមកយក buy side liquidity អញ្ចឹងនៅពេលដែលទីផ្សារវាបរាជ័យនៅក្នុងការ break up structure មកក្រោមបន្តហើយវាស្រាប់តែបុកឡើងទៅយក buy side liquidity និងវាបង្កើតបានទៅជា market structure shift ហើយនៅពេលដែលទីផ្សារវាបុកឡើងទៅលើខ្លាំងបង្កើតជា impulsive move គឺវាតែងតែបន្សល់នៅ fair value gap នៅខាងក្រោមនេះហើយអញ្ចឹងកន្លែងដែលយើងនឹងត្រូវចូល entry គឺនៅ fair value gap ឥឡូវគឺយើងវិភាគមើលថាទម្រង់នេះគឺជាទម្រង់ ICT 2022 model អត់អញ្ចឹងបើសិនបើយើងចង់ដឹងថាវាជា ICT 2022 model អត់ទី1គឺយើងត្រូវមើលទៅលើ liquidity អញ្ចឹងទីផ្សារនៅកន្លែងនេះគឺវាបានធ្លាក់មកយក sell side liquidity ហើយទី2គឺយើងមើលទៅលើ market structure shift អញ្ចឹងទម្រង់ទីផ្សារនេះវាក៏មាន market structure shift ដែរហើយទី3ចំណុចចុងក្រោយរបស់យើងគឺយើងមើលទៅលើ
fair value gap អញ្ចឹងបើសិនបើវាមាន liquidity market structure shift ហើយជាមួយនឹង fair value gap ដែលជា3 concept របស់ ICT 2022 model ហើយហ្នឹងគឺយើងអាចចូល trade បានហើយអញ្ចឹងកន្លែងដែលយើងរងចាំ entry គឺនៅ fair value gap ហើយ setup របស់យើងគឺជា setup buy អញ្ចឹង SL របស់យើងដាក់នៅ swing low ហើយ TP របស់យើងដាក់នៅ buy side liquidity អញ្ចឹងនៅពេលដែលទីផ្សារវាធ្លាក់មក fair value gap វិញគឺវានឹងបុកឡើងទៅយក buy side liquidity នៅខាងលើនេះអញ្ចឹង position ដែលយើងប្រើ ICT 2022 model គឺនឹង hit TP អញ្ចឹងដើម្បីឲ្យច្បាស់តែម្ដងគឺបងប្អូនសូមកលេចមកមើលឧទាហរណ៍ជាក់ស្ដែងនៅទីផ្សារត្រង់នេះវិញនៅតំបន់នេះគឺយើងឃើញថាទីផ្សារវាកំពុងតែ uptrend វាបានបង្កើត high high ជាមួយនឹង high low high high ជាមួយនឹង high low ហើយបងប្អូនសូមកលេចមកមើលចំណុចត្រង់នេះមកនៅត្រង់ចំណុចនេះទីផ្សារវាបាន break up structure ទៅលើបង្កើត high high ថ្មីប៉ុន្តែនៅពេលដែលវាធ្លាក់មកវិញគឺវាមិនបានឡើងទៅបង្កើត high high ថ្មីបន្តទៀតទេឬក៏មិនបានឡើងទៅយក buy side liquidity នៅខាងលើនេះទេផ្ទុយមកវិញគឺវាបានធ្លាក់បុកមកក្រោមបណ្ដាច់មកយក sell side liquidity អញ្ចឹងនៅត្រង់ហ្នឹងគឺវាបានបង្កើតជា market structure shift ហើយវាក៏បានបន្សល់ទុកនៅ fair value gap មួយដែរអញ្ចឹងដើម្បីដឹងថាទម្រង់នេះគឺជាទម្រង់ ICT 2022 model អត់គឺបងប្អូនមើលទៅលើ liquidity អញ្ចឹងទីផ្សារមួយនេះគឺវាបានឡើងមកយក liquidity buy side ហើយគឺវាបានបុកបណ្ដាច់ buy side liquidity នៅខាងនេះហើយរួចហើយគឺវាបានធ្លាក់មកក្រោមមួយទំហឹងតែម្ដងដែលវាបានបង្កើតជា market structure shift ហើយវាក៏បានបន្សល់ទុកនៅ fair value gap មួយដែរអញ្ចឹងនៅពេលដែលវាមាន3 concept ហ្នឹងគឺវាចូលជា2022 ICT model ហើយបងប្អូនអាចរក entry sell បានអញ្ចឹងគឺយើងដាក់ sell limit នៅ fair value gap មក SL របស់យើងគឺដាក់នៅ swing high ហើយ TP របស់យើងដាក់នៅ sell side liquidity ខាងក្រោមអញ្ចឹងខាងក្រោមនេះវាគឺជា sell side liquidity អញ្ចឹងបើសិនបើយើងចូល sell នៅ fair value gap នេះដោយប្រើ ICT 2022 model គឺយើងនឹង hit TP ដែល reward យើងទទួលបានគឺ1ទៅ 4.6 អញ្ចឹង position មួយនេះបើសិនបើយើង TP គឺយើងចំណេញ4ដងនៃ SL របស់យើងដែលយើងអាចខាតទៅវិញបានឡើង4ដងហើយឧទាហរណ៍មួយទៀតបងប្អូនកលេចមកមើលទីផ្សារនៅត្រង់នេះមកនេះគឺជាទីផ្សារ down trend ដែលវាបាន break up structure មកក្រោមដែលវាបានធ្លាក់មកយក sell side liquidity រហូតហើយបងប្អូនកលេចមកមើល swing low នេះដែលជា sell side liquidity ចុងក្រោយគេហើយផ្សារគឺវាបានបរាជ័យមកយក sell side liquidity មួយហ្នឹងរួចហើយផ្សារក៏បានបុកឡើងទៅលើមួយទំហឹងបង្កើតជា market structure shift ហើយវាក៏បានបន្សល់ទុកនៅ fair value gap មួយដែរអញ្ចឹងយើងវិភាគមើលថាទម្រង់ទីផ្សារមួយនេះវាគឺជា ICT 2022 model ទី1 liquidity ទីផ្សារនៅត្រង់នេះគឺវាបានធ្លាក់មកយក sell side liquidity ដែលវាបាន break up structure មកក្រោមនេះអញ្ចឹងគឺវាបាន take out sell side liquidity ហើយទី2វាពិតជាមាន market structure shift ដែលទីផ្សារវាបានបុកឡើងទៅលើមកយក buy side liquidity នៅខាងលើនេះហើយទី3គឺវាមាន fair value gap ពិតប្រាកដមែនអញ្ចឹង setup មួយនេះគឺជា setup ដ៏ត្រឹមត្រូវរបស់ ICT 2022 model អញ្ចឹងនៅពេលដែលចេញ setup ICT 2022 model ហើយបងប្អូនដាក់ buy limit នៅពាក់កណ្ដាល 50% របស់ fair value gap មក SL របស់យើងគឺដាក់នៅ swing low ហើយ TP របស់យើងគឺដាក់នៅ buy side liquidity នៅខាងលើអញ្ចឹងយើងឃើញថានៅពេលដែលទីផ្សារវាបុកឡើងទៅលើខ្លាំងគឺវាបានធ្លាក់មកយក fair value gap វិញអញ្ចឹងបើសិនបើយើងដាក់ buy limit នៅពាក់កណ្ដាល 50% របស់ fair value gap គឺយើងនឹងចូល position ដោយសារតែនៅកន្លែងនេះគឺវាបានធ្លាក់មក 50% នៃ fair value gap អញ្ចឹងនៅពេលដែលយើងចូល position ហើយយើងទុកចោលទៅគឺយើងនឹង hit full TP តែម្ដងដែលទីផ្សារមួយនេះ risk reward របស់យើងបាន1ទៅ 2.3
អញ្ចឹងរបៀបប្រើប្រាស់ ICT 2022 Model គឺមានតែប៉ុណ្្នឹងឯងបងប្អូនហើយខ្ញុំសង្ឃឹមថាបងប្អូនទាន់ហើយនឹងយល់នៅអ្វីដែលខ្ញុំបង្រៀនហើយនៅពេលដែលបងប្អូនយល់ហើយបងប្អូនកុំភ្លេចយកវាទៅអនុវត្តខ្លួនឯងផ្ទាល់ផងអញ្ចឹងបងប្អូនយកយុទ្ធសាស្ត្រមួយហ្នឹងទៅ back test ខ្លួនឯងឲ្យបាន10ដង20ដងឬក៏100ដងសិនប្រសិនបើយុទ្ធសាស្ត្រមួយហ្នឹងវាមាន win rate លើ50%វាគឺជាយុទ្ធសាស្ត្រដែលល្អហើយអញ្ចឹងវីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនមែនតើបងប្អូនសម្រាប់ការទស្សនាហើយយើងចាំជួបគ្នានៅវីដេអូមេរៀនក្រោយៗទៀត